Draw all នេះមករួចហើយយើងចុច withdraw ទៀតឥឡូវយើងចូលមកមួយហ្គេមទៀតគឺហ្គេម Crazy Rock គឺមក withdraw មួយទៀតហើយដកលុយទៀតគឺយើងបំពេញ Gmail PayPal នៅខាងលើហើយខាងក្រោមនេះគឺបំពេញឈ្មោះរបស់យើងហើយយើងចុច withdraw all នេះទៀតមកហើយ confirm វាមកគឺដកជោគជ័យតា Hello សួស្តីអ្នកគ្នាបានឃើញនៅក្នុងក្បាលវីដេអូរបស់ខ្ញុំហីគឺនៅក្បាលវីដេអូគឺជាវីដេអូដកលុយហើយខ្ញុំដកតាំងពីថ្ងៃទី13ប៉ុន្តែខ្ញុំអត់បានកាត់វីដេអូឲ្យអ្នកទាំងអស់គ្នាមើលដោយសាររវល់ការងារហើយឥឡូវខ្ញុំមានពេលទនេតិចតួចក៏ឆ្លៀតមកធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលពីការលេងហ្គេមថាហ្គេមហ្នឹងបានលុយពិតអីអត់អ្នកទាំងអស់គ្នាហើយចំពោះវីដេអូលុយចូល PayPal គឺនៅចុងវីដេអូអ្នកទាំងអស់គ្នាអាចខាវីដេអូនេះបានទៅមើលកន្លែងដកលុយគឺនៅចុងវីដេអូគឺលុយធ្លាក់ចូល PayPal របស់ខ្ញុំហើយចំពោះការលេងគឺលេងបំពេញ mission ជាប្រចាំថ្ងៃអ្នកនរគ្នាកុំលេងយូរពេកគឺលេងត្រឹមតែគ្រប់ mission វាទៅហើយចំពោះ mission អ្នកនរគ្នាប្រហែលជាដឹងខ្លះហើយគឺ mission វាគឺងាយស្រួលទេគឺយើងព្យាយាមមើលពាណិជ្ជកម្មរបស់វាដូចអ្នកគ្នាមើលវីដេអូនេះហើយគឺពាណិជ្ជកម្មគឺខ្ញុំចុចមើលពាណិជ្ជកម្មវាដល់ចប់ហើយចុចខ្វែងវាមកគឺនេះ mission វាគឺចិត្តគ្រប់ទៀតហើយឥឡូវយើងធ្វើការលេងទៀតកន្លែងនេះយើងមើលវីដេអូរបស់វាយើងមើលខ្លះទៅយើងមើលឲ្យចប់វាលោតបញ្ញាខ្វែងហើយយើងចុចខ្វែងហ្នឹងមកហើយកន្លែងនេះដោយសារខ្ញុំរៀងរវល់បន្តិចខ្ញុំច្រឡំបើកចោលឥឡូវយើងចុចខ្វែងយើងរត់តាមហ្នឹងលេងមួយថ្ងៃគឺចំនួន10ហ្គេមនឹងរយៈពេលកន្លះម៉ោងហើយមើលវីដេអូចូលមើលវីដេអូកន្លែងពាណិជ្ជកម្មនោះគឺ5ដងហើយនឹងពាណិជ្ជកម្មមិនមែនវីដេអូនោះ5ដងនឹងមើលវីដេអូសរុបមួយថ្ងៃហ្នឹងចំនួន12ដងគឺគ្រប់ mission វាជាប្រចាំថ្ងៃហើយយើង claim កាក់បានហើយកាក់ហ្នឹងគឺងាយស្រួលដកជាងទឹកប្រាក់ចំនួន$10នោះទឹកប្រាក់ចំនួន$10នោះគឺដកវាត្រូវការបំពេញ mission ច្រើនមែនតើខ្ញុំចំពោះខ្ញុំក៏ជិះក្បាលជាមួយកន្លែងដក$10ហ្នឹងដែរសម្រាប់ game Speedman ហើយខ្ញុំគឺដករហូតតែដកតាមតែកាក់ហ្នឹងទេចំនួន20សេន30សេន10សេន20សេនអីចឹងគឺខ្ញុំដកជាច្រើនដងហើយច្រើនលើកច្រើនសាយហើយឥឡូវខ្ញុំមកលេង game Crazy Rock មួយទៀតគឺដក20សេន30សេន40សេនហ្នឹងគឺយើងបូកចូលគ្នាសន្សំចូលគ្នាទៅគឺមានន័យបានរៀងច្រើនដែរហើយបានតិចតួចមែនប៉ុន្តែឥឡូវលុយខ្ញុំគិតទៅ$75ហើយខ្ញុំដកម្ដងតិចទេហើយហ្គេមសម្រាប់ហ្គេមគឺខ្ញុំរៀបមិនឲ្យអ្នកនរគ្នាកុំលេងវាច្រើនពេកអីអ្នកគ្នាលេងព្យាយាមស្ដាប់ខ្ញុំលេងកុំឲ្យយើងកើតថាបាក់ទឹកចិត្តហើយយើងខំលេងរហូតដល់មួយថ្ងៃយើងលេង 4-5 ម៉ោងហើយអត់ដកលុយបានអ្នកនរគ្នាប្រហែលជាបាក់ទឹកចិត្តហើយមិនថាខ្ញុំមិនថាគេទេហើយចំពោះហ្គេមហ្នឹងគឺលេងត្រឹមបំពេញ mission ហើយហ្គេម Crazy Rock នេះក៏ដូចគ្នាដែរវាផ្ដោតលើការបំពេញ mission ហើយចំពោះការដកលុយក៏វាត្រូវការបំពេញ mission ឲ្យគ្រប់ដែរទ្រាំដកបានច្រើន$10នោះគឺវាតាំងមែនតើវាងាយស្រួលដូចយើងលេងបំពេញ mission ដកកាក់ហ្នឹងទេបំពេញ mission ជាប្រចាំថ្ងៃគឺដកកាក់ហ្នឹងគឺដកឲ្យតែគ្រប់កាក់ដកគឺលឿនមែនតើដកលឿនមែនតើយ៉ាងយូរគឺកន្លះម៉ោងតែសម្រាប់ខ្ញុំពេលខ្លះគ្រាន់តែដកភ្លាម1នាទីគឺបានដកបានចូល PayPal លឿនតែម្ដងហើយរៀងសម្រាប់អ្នកដែលគាត់ដករៀងច្រើនដងពេលខ្លះរៀងយូរប៉ុន្តែសម្រាប់អ្នកដកលើកទី1ទី2អីអ្នកអត់សូវដកហ្នឹងគឺដកលឿនមែនតើចូល PayPal ហើយកាបូបលុយ PayPal តាក់ទងនឹងកាបូបលុយ PayPal ខ្ញុំសូមនិយាយបន្តិចសម្រាប់អ្នកទាំងគ្នាដែលអត់មានកាបូបលុយ PayPal អ្នកទាំងគ្នាអាចតាក់ទងខ្ញុំបង្កើតបានចំពោះ PayPal គឺគិតតម្លៃសមរម្យទេចាក់
2FA សោសុវត្ថិភាពរបស់វាអីបង្កើតសម្រាប់ដកលុយមកបានដកលុយគឺបានយកលុយបើដកលុយអត់បានទេគឺអត់យកលុយទេព្រោះ PayPal ខ្ញុំបង្កើតគឺ PayPal ប្រទេសឥណ្ឌូនេស៊ីនិងបារ៉ែតហើយនិងសិង្ហបុរីដូចជា UK USA ហ្នឹងគឺសុទ្ធតែ PayPal support ជាមួយការដកលុយពីហ្គេម Facebook TikTok អីហ្នឹងហើយអ្នកនរគ្នាតែខ្ញុំសូមផ្ដោតលើការដកលុយពីហ្គេមអ្នកនរគ្នាដោយសារ channel របស់ខ្ញុំគឺបង្ហាញពីវីដេអូហ្គេមដែលលេងដកលុយជាប្រចាំថ្ងៃចំពោះក្នុង channel របស់ខ្ញុំអ្នកនរគ្នាអាចមើលទៅគឺវីដេអូខ្ញុំផុសពីមុនគឺដកលុយសឹងតែរាល់ថ្ងៃមួយអាទិត្យខ្ញុំដកលុយអាចថាចូល6ថ្ងៃដែរ7ថ្ងៃហ្នឹងដោយសារខ្ញុំរវល់អីអត់បានចេញវីដេអូអីឥឡូវខ្ញុំរត់តែរវល់ច្រើនជាងមុនបានដូចជា 4-5 ថ្ងៃហើយអត់បានចេញវីដេអូពីពោះការដកលុយខ្ញុំដកលុយ record តាំងថ្ងៃទី13ឥឡូវទី10ប្រហែលហើយអ្នកគេ15 16អីចឹងបានចេញវីដេអូឲ្យអ្នកនរគ្នាមើលហើយវីដេអូថ្ងៃនេះគឺវីដេអូរៀងវែងអ្នកនរគ្នាខ្ញុំអាប់ឡូតដូចជាចូល10នាទីជាងហើយអ្នកនរគ្នារៀងវែងបន្តិចហើយដោយសារខ្ញុំចេញលម្អិតឲ្យរៀងច្បាស់ជាងមុនដោយសារលើកមុនខ្ញុំទទួលស្គាល់ថាការបញ្ចូលសលេងការអីរបស់ខ្ញុំគឺខ្សោយមែនតើគឺខ្ញុំបញ្ចូលឲ្យកាត់វីដេអូគឺកាត់រញ៉េរញ៉ៃតែឥឡូវខ្ញុំព្យាយាមធ្វើឲ្យវីដេអូវាល្អជាងមុនកុំឲ្យអ្នកនរគ្នាពិបាកក្នុងការស្ដាប់ក្នុងការអីចឹងហើយឥឡូវក៏វាមិនល្អឥតខ្ចោះដែរចំពោះការបញ្ចូលសលេងគឺនៅតែមានការរំខានហើយអធ្យាស្រ័យចំពោះសំឡេងរំខានពីខាងក្រៅដោយសារខ្ញុំអត់មាន office អត់មាន studio អីបញ្ចូលសលេងអីទេហើយអ្នកនរគ្នាមើលទៅគឺថ្ងៃទី13ថ្ងៃច័ន្ទឥឡូវលុយចូលហើយគឺចំនួននេះគឺលុយ22សេននិង23សេនចំពោះ23សេនគឺដកពីហ្គេម Crazy Rock អ្នកនរគ្នាមើលខាងក្រោមហ្នឹងគឺគេដាក់ពី from Speedman និង from Crazy Rock ហើយគឺហ្គេមណាគឺវាមានឈ្មោះរបស់វាប៉ុន្តែក្រុមហ៊ុនគឺក្រុមហ៊ុនតែមួយទេហើយអ្នកនរគ្នាមើល PayPal របស់ខ្ញុំទៅគឺមានទឹកប្រាក់ចំនួន$4.64សេនហើយនេះជា channel របស់ខ្ញុំសម្រាប់អ្នកដែលគ្នាដែលកំពុងទស្សនាអ្នកដែលគ្នាចង់ download ពីហ្គេមអ្នកគ្នាចុចលើ link ចំណងជើងដូចអ្នកដែលគ្នាកំពុងមើលវីដេអូមួយនេះអ្នកទាំងគ្នាគ្រាន់តែចុចលើចំណងជើងហ្នឹងទៅនឹងឃើញ link ក្នុង description គឺមានហ្គេមរត់ហ្គេម Speedman ហ្នឹងហើយហ្គេម Crazy Rock ហើយនឹងហ្គេម B-Man អ្នកទាំងគ្នាប៉ុន្តែហ្គេម B-Man គឺវាពិបាកក្នុងការដកលុយមិនមែនពិបាកទេគឺវាក្របានដកលុយហើយអ្នកគ្នាចុចលើ link ហ្នឹងហើយ download ចុះឈ្មោះជាមួយ Gmail លេងទៅអ្នកទាំងគ្នានឹងទទួលបាន$1ភ្លាមហើយចំពោះlink group Telegram អ្នកទាំងគ្នាក៏ខ្ញុំដាក់នឹងដែរ description អ្នកទាំងគ្នាមើលទៅគឺមាន link group Telegram របស់ខ្ញុំអ្នកទាំងគ្នាjoin ម្នាក់មួយទៅចំពោះ join ហើយ link Telegram អ្នកគ្នាឆាតសួរទៅគ្នាយើងដែលឆ្ងល់កន្លែងណាឆាតសួរគ្នាលេងអំពីការរលុយហ្នឹងវាមិនទៅគឺខ្ញុំនឹងឆ្លើយហើយក៏មានគ្នាយើងប្រាប់ដែរសម្រាប់អ្នកអរគ្នាអត់ដឹងអ្នកគ្នាសួរទៅសម្រាប់អ្នកដែលដឹងក៏គាត់បានប្រាប់ឆ្លើយតបអ្នកគ្នានឹងក្រុមនឹងដែរហើយវីដេអូខ្ញុំថ្ងៃនេះអត់មានអីច្រើនទេចាំជួបគ្នានៅវីដេអូក្រោយហើយក៏សូមអរគុណច្រើនមែនតើសម្រាប់ការទស្សនារបស់បងប្អូនហើយចំពោះការ subscribe channel YouTube របស់ខ្ញុំគឺខ្ញុំអរគុណច្រើនមែនតើឥឡូវឡើងដូចជា51នាក់ហើយអ្នកនរគ្នាមើលវីដេអូនេះកុំភ្លេច subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងហើយសម្រាប់អ្នកដែលមានចម្ងល់អ្នកនរគ្នាអាចចូលក្រុម Telegram របស់ខ្ញុំហើយក៏អាច comment សួរខ្ញុំបានខ្ញុំនឹងឆ្លើយតបអ្នកនរគ្នាហើយវីដេអូនេះ
គឺថាមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអ្នកនរគ្នា